បរិះម្នាក់នេះគាត់បានចាប់បានពស់អាណាខុនដាមួយក្បាលប៉ុន្តែពស់មួយក្បាលនោះគឺវាមានរបួសចំក្បាលប៉ុន្តែជីវិតរបស់វាគឺពិតជាខ្លាយមែនទែនគឺអត់ងាប់នោះទេហើយនិយាយពីថាស្លូតក៏មិនជាស្លូតប្រហែលដែរបរិះម្នាក់នេះបានចាប់បាននៅមាត់ស្រះមួយកន្លែងនៅក្នុងព្រៃដ៏ជ្រៅផងដែរហើយទឹកនៅក្នុងស្រះនោះគឺល្អក់ខ្លាំងមែនទែនមានទាំងត្រីមានទាំងអីសង្ស័យតែពស់មួយក្បាលនេះវាចុះទៅស៊ីត្រីឬក៏ជាតំបន់ដែលវារស់នៅក៏ថាបានដែរប៉ុន្តែគឺមិនដឹងថាវាមានបញ្ហាអីជាមួយក្បាលវានោះទេហើយបន្ទាប់មកទៀតក៏គាត់ក៏ចាប់បានសត្វមួយចម្លែកគឺស្តៀងជាមួយអន្ទង់នឹងឯងបងប្អូនគឺធំខ្លាំងមែនទែនបន្ទាប់ពីចាប់បានសត្វទាំងពីរប្រភេទនោះគាត់ក៏បានដើរមកតំបន់ដែលមានទឹកបំរុងនឹងរកត្រីធ្វើម្ហូបផងដែរតែគាត់ក៏ប្រទះឃើញត្រីដ៏ចម្លែកចំនួនដល់ទៅ2ក្បាលមិនមែន2ក្បាលទេគឺច្រើនមែនទែន3 4ក្បាលណាបងប្អូនគឺប្រភេទមួយគឺស្តៀងជាមួយត្រីតកែហើយមួយទៀតគឺស្តៀងជាមួយត្រីប៉ានីនតែទឹកនេះគឺជាមិនមែនទឹកប្រៃទេបងប្អូនគឺជាទឹកសាបប៉ុន្តែមិនដឹងថាត្រីប្រភេទនេះគឺវាមានច្រើនប៉ុណ្ណាទេតែគួរឲ្យស្រឡាញ់ដែរតទៅពេលគាត់ឡើងមកលើគោកហើយក៏បានចាប់បានមួយទៀតនោះគឺជាប្រភេទពស់ខ្សែគោបើសម្រាប់បងប្អូនវិញគឺអ្នកខ្លះប្រហែលជាអាចស្គាល់ដែរប្រភេទពស់នេះតែសម្រាប់មួយនេះគឺប្រភេទពស់ខ្សែគោបងប្អូនហើយរបស់ដែលចម្លែកនៅក្នុងព្រៃមួយនេះគឺមានច្រើនខ្លាំងមែនទែនមិនថាបាក់សីសត្វលើគោកសត្វនៅក្នុងដីគឺសម្បូរខ្លាំងមែនទែនតែជាពិសេសបរិះម្នាក់នេះគឺពិតជាហ៊ានមែនទែនព្រៃជ្រៅស្ដុកប៉ុណ្ណាក៏គាត់ហ៊ានដើរចូលនៅក្នុងព្រៃមួយនោះផងដែរប៉ុន្តែរឿងដែលគួរចម្លែកគឺគាត់ពិតជាអស់សំណើចនឹងគាត់ដែរដើរទៅឈរកន្លែងសម្បុកសម្អោចឲ្យសម្អោចខំគាត់តែម្ដងហើយនិយាយពីថានៅក្នុងព្រៃនោះ